Tây sập hiệpនៅលើភ្នំខ្ញុំធ្វើការនៅ farm តំបន់ខ្ញុំភ្នំអត់មានអីមើលមានតែភ្នំនិយាយមកដល់វីដេអូនេះបន្ទាប់ពីវីដេអូមុនមកខ្ញុំនិយាយពីអិយាបថរបស់ជនជាតិអ៊ីស្រាអែលមិនក៏មានមកដល់វីដេអូនេះចែកម្លែកអំពីមិនបាននៅប្រទេសអ៊ីស្រាអែលគេធ្វើតែកសិកម្មសោះមិនក៏គេមានហេឡូមិនអញគេមានអញ្ចឹងចង់និយាយថាគេធ្វើតែកសិកម្មបានជាគេមាននិយាយចំណុចតូចក្បែរតំបន់ខ្ញុំរស់នៅបន្លែផ្លែឈើរបស់កសិករវីដេអូបន្លែផ្លែឈើរបស់កសិករដែលគាត់ដាំដុះបានហ្នឹងណាគាត់លក់នៅក្នុងតំបន់របស់គាត់ហ្នឹងក៏ជាកសិកររបស់គេហ្នឹងក៏គេអាចមានបានដែរបន្លែផ្លែឈើដែលគេដាំបានហ្នឹងគេលក់ទៅក្នុងតំបន់ហ្នឹងក៏អស់ដែរមិនបាច់ភ័យថាអូដាំបានហើយលក់មិនដាច់គឺมันមានទេអញ្ចឹងគេលក់ទៅក្នុងតំបន់ដែលប្រជាកសិករធ្វើបានផ្សារក្នុងតំបន់គេហ្នឹងក៏អស់ដែរហើយសំនឹងតម្លៃពុកមីងបងប្អូនទាំងអស់គ្នាគេសំតម្លៃគេដាំដុះបានគឺគេលក់លើទីផ្សារឲ្យនេះហ្នឹងគឺគេសំតម្លៃមែនតែនតម្លៃដែលផលិតរបស់កសិករលក់ទៅលើទីផ្សារគឺវាបានថ្លៃគួរសមតម្លៃរបស់គេដល់ពេលអញ្ចឹងទៅកសិករមានកម្លាំងចិត្តធ្វើអញ្ចឹងណាកសិករមានកម្លាំងចិត្តដាំដុះអីចឹងទៅបន្លែផ្លែឈើដល់ពេលអញ្ចឹងបាច់ឆ្ងល់ថាហេតុអីបានជាគេធ្វើតែកសិកម្មសោះគេមានអិសាគេដាំដុះបានគឺគេលក់អស់មិនដែលសល់ហើយគេលក់បានថ្លៃវាអាចបាន